មកមហោវ៉ាចេញមកមួយអត់ឲ្យបងក៏តាមដានខំណងទេចេញមកគឺដឹងអាចោះបាយហ្មងធ្វើមហោវ៉ាមានកូនស្រីមួយនៅប្រឡក់បល័យនៅចក្រានបាយនេះឯងហើយបានតែយើងអត់ចេះស្ងាត់ហ្មងមានកូនណាសូត្រយកកូននេះហើយតែអត់ចេះស្ងាត់ទេយើងឯនេះយើងបានជាមួយនឹងប្រហុកចំហុយសាច់ជ្រូក3ជាន់លាយជាមួយនឹងស្នូលពងទាប្រៃមានសាច់ជ្រូក3ជាន់កិនឲ្យម៉ត់ថែមខ្ទឹមច្រាំប្រហុកចូលហើយដាក់ជាមួយនឹងពងទាសាបយកទាំងផ្នែកសទាំងផ្នែកក្រហមចូលគ្នាឲ្យសព្វហើយបន្ថែមជាមួយនឹងស្ករហើយប៊ីចេងយើងរៀងប្រៃអញ្ចឹងយើងអត់ត្រូវការថែមអំបិលរ៉ូឌីទេស្ករប៊ីចេងនឹងរួចរាល់ហើយបាយចូលគ្នាឲ្យសព្វហើយបន្ថែមស្នូលពងទាប្រៃពីលើបាយយកសម្រាប់តិចមកជាមួយនឹងពងទាយើងយកតែផ្នែកក្រហមឯណាដាក់ពីលើអញ្ចឹងមកឲ្យពណ៌យើងស្អាតពេលដែលយើងចំហុយឆ្អិនណាចំហុយយើងគឺពណ៌ស្អាតយកតែមែនតែនមកយើងដាក់ចូលក្នុងឆ្នាំងចំហុយហើយយើងឆ្អិនខ្ទង់ 70% ពងផ្នែកក្រហមពីលើបន្ថែមទៀតដើម្បីឲ្យពណ៌តែស្អាតពីលើអញ្ចឹងហើយយើងបិទគម្របទុកមួយឡែកចឹងណា5នាទីអីហ្នឹងយើងអាចបើកគម្របបានយើងបន្ថែមជាមួយនឹងស្បែកជ្រូកក្រោយគេអញ្ចឹងស្បែកជ្រូកយើងវាអត់ឲ្យលួយទេបងតែគាត់ចូលចិត្តញ៉ាំស្បែកជ្រូកលក្ខណៈឆឹបដាក់ក្រោយគេអញ្ចេះមកទៅនេះថាជាប់ចិត្តមកយើងឆ្អិនហើយទុកមួយឡែកសិនដល់វគ្គកូនមុំម៉ែសូលីឥឡូវគាត់ធំច្រើនណាបើកនឹងបាំងតែកន្លះឆ្នាំទៀតទេម៉ាមីត្រូវនាំគាត់ចូលសាលារៀនណាយកមើលជាមួយនឹងកូនតូចជាលាវវិញណាអាយុ3ខែកន្លះហើយមិនទាន់ចេះលេងអីដូចចេះទេពីមុំហើយគេងនេះមកលៀបអត់មានដឹងទីអត់ចាប់អារម្មណ៍ហ្មងណាពីគេងសុកគឺដាល់ជ្រាលទឹកដោះគោមកវិញមកទឹកដោះគោឬក៏ទឹកមាត់គាត់មកលក្ខណៈលាទឹកដោះគោបន្តិចទឹកថ្លាមកបន្តិចបើសិនជាយើងឲ្យគាត់គេងរៀបស្មើប្រឈមនឹងការឆ្លក់កថាបានដែរគាត់គេងសុកសោះងើបមកគឺគាត់ជ្រាភើចេញមកម៉ាក់នេះភ័យអស់ព្រលឹងអាលេងហ្មងណាអូនភើចេញមកអញ្ចឹងណាប្រើជាមួយនឹងกระดาษសាំបាយអឈើដើម្បីសម្អាតមាត់ឲ្យអូនកូនតូចអញ្ចឹងយើងអាចចេះតែយករបស់ផ្ដេសផ្ដាំមកជូតលើខ្លួនឬក៏មកគាត់មែនទេគាត់ររបស់ទទួលបានអញ្ចឹងណាម៉ាក់លាបផ្ទាល់ជ្រើសរើសជាមួយនឹងกระดาษសាំបាយឈើឲ្យកូនជាกระดาษសាំដែលគេផលិតមកពីសូលីសូមស្រោមប្រៃយើងប្រើទៅលើកូនតូចរបស់យើងពិតជាមានសុវត្ថិភាពខ្ពស់ខ្លាំងមែនតើបីតែស៊ីលីកូនអូនសូលីនគាត់កាន់លេងប្រចាំថ្ងៃមកយកกระดาษសាំបាយអឈើហ្នឹងមកជូតសម្អាតcleanបានដែរសាំបាយអឈើហ្នឹងគឺល្អខ្លាំងមែនតើជូតសម្អាតកូនខ្លួនយើងគឺបានម្ដងខ្លួនតែម្ដងមិនថាដៃជើងមកសម្អាតភូកន្លែងប្រេះកន្ទិញគាត់ទេគឺបានទាំងអស់តែម្ដងសាំហ្នឹងវាជក់ទឹកបានច្រើនបានស្អាតល្អមានសុវត្ថិភាពដល់កូនតូចកូនធំរបស់យើងទៀតតើហើយដែលរត់តាពិសេសกระดาษសាំបាយអឈើហ្នឹងអត់មានក្លិនអត់មានជាតិអាល់កុលទេกระดาษសាំហ្នឹងគឺទន់ល្អងាយស្រួលក្នុងការប្រើប្រាស់ទៅលើកូនតូចជាមួយនឹងផុកចំហុយម៉ាក់លាបវិញអើយតំណងណាបងអើយចំណែកបន្លែណាយើងដាក់បន្លែហ្នឹងទៅតាមចំណងចំណូលចិត្តចង់ញ៉ាំឆ្ងាញ់បងយកតែខ្លះសេនៅក្នុងទូឲ្យស្រួយចាំយើងញ៉ាំឲ្យផ្ទាប់ជាមួយនឹងប្រហុកយើងគឺថាចំហុយទៅជ្រូក3ជាន់លាយជាមួយនឹងស្នូលពងទាប្រៃរសជាតិរៀងមុតដិតបន្តិចបានឆ្ងាញ់ចំហុយបានល្អមែនតើអត់មានអៀចទឹកណាហើយមកសាច់ប្រហុកយើងលក្ខណៈសាច់វាស៊ូស៊ីអើយឡើងមានសំណើហ្មងជាមួយនឹងបន្លែបន្តិចដាក់ម្ទេសបន្តិចស្បែកជ្រូកបន្តិចអញ្ចឹងបានតែដៃម្រាម10ទេបងអើយញុកយកប្រាប់ថាឆ្ងាញ់សាហាវហើយញ៉ាំបាយអត់ដឹងតែខ្លួនឯងញ៉ាំអស់ច្រើនតែគឺញ៉ាំចោលបាយសាហាវហ្មងបងអូននៅខ្លះធៀមប្រហុកអាចចូលធៀមមកលាបបានហើយ Oh my god ទាំងអស់គ្នាអើយណាគាត់មើលវីដេអូមកលាបដែរស្រក់ទឹកមាត់ខ្លះអត់ពេលដែលឃើញមុខម្ហូបមកលាបមុខណាមួយបានធ្វើតាមអត់ហើយពេលដែលធ្វើតាមនោះរសជាតិមិនដែរឆ្ងាញ់អត់យ៉ាខមមិនក្នុងវីដេអូនេះម្នាក់មួយផងអ្នកនរគ្នាចង់បានមុខម្ហូបថ្មីអីទៀតអត់ខមមិនបាននៅក្រោមវីដេអូមួយនេះអរគុណច្រើនជម្រាបលា